មិនប្រញាប់ទេតែប្អូនប្រុសថ្ងៃក្រោយឆ្នាំដែលអញផ្សំបានតើអាចលក់ឲ្យហាងប៉ៃប៉ាវទាំងអស់បានទេបងធានាថានឹងទិញក្នុងតម្លៃខ្ពស់បំផុតតែម្ដងបានតើគ្មានបញ្ហាទេអូល្អណាស់អញ្ចឹងយើងទៅជាគ្នាឲ្យលំអិតទៅតោះអញ្ចឹងទៅជាន់ទី2ខ្ញុំនៅមិនទាន់បានសួរផងថាលោកស្នាក់នៅណាសិស្សប្អូនស្រីអាម្នាក់នឹងមានអីអស្ចារ្យទៅគ្រាន់តែចេះផ្សំឆ្នាំពង្រឹងឆ្អឹងសោះហ្នឹងសិស្សច្បងថ្ងៃនេះខ្ញុំខកចិត្តនឹងបងខ្លាំងណាស់សិស្សប្អូនគឺបងនេះវាមានរឿងអីហ្នឹងអាល្អអត់ឲ្យមកពីអញទាំងអស់ដុកថ្លៃសម្ភារៈនឹងឆ្នាំផ្សំថ្នាំចេញនៅសល់800ក្នុងវិញ្ញាណទៀតចំណេញកប់ក្តោងតែម្ដងលើកនេះហេងធំហើយកម្លាំងទៀតខ្លាំងណាស់មើលទៅប្រហែលជាមកសងសឹកហើយមិនបានទេត្រូវតែវាមុនទៅចំណេញអាសម្លាញ់ភីលីងទទួលស្រាប់ទៅតើអញជាអ្នកណាខ្លាំងណាស់កម្រិតវិជាគុណម្នាក់នេះគួរជាងចឹងជាងសានឆ្នៃណាស់សំណាងហើយដែលខ្ញុំឆ្លាតថ្ងៃនេះខ្ញុំវាមិនឈ្នះលោកទេតែថ្ងៃក្រោយខ្ញុំនឹងសម្លាប់លោកឲ្យបានអ្នកណាឲ្យអញទៅចង់សម្លាប់ក៏សម្លាប់ទៅខ្ញុំឈិនហឹងមិនអង្វរកសុំជីវិតឡើយឈិនហឹងចុះឯងមានគំនុំអីជាមួយភីលីងហ្នឹងហឹមអញមិនមែនភីលីងទេអីឆ្លើយមកអូបើអីចឹងគឺជាការយល់ច្រឡំសោះខ្ញុំបាទឈិនហឹងគឺរឿងវាអីចេះកាលពីប្រហែលថ្ងៃមុនអាសម្លាញ់ភីលីងហ្នឹងអាចោលចម្រៃឯងបង្ខូចគេឈ្មោះប្អូនស្រីយើងថែមទាំងបំពេញនាងទៀតធ្វើឲ្យនាងបាត់បង់ទាំងទ្រព្យទាំងកេរ្តិ៍ខ្មាស់យើងមកទីនេះគឺដើម្បីទូទាត់បញ្ជីជាមួយវាជីវិតរបស់ភីលីងគឺជារបស់យើងមិនអីទេអញ្ចឹងសង្ឃឹមថាអ្នកកុំឲ្យម្នាក់នេះស្លាប់ស្រួលពេកឲ្យសោះលាសិនហើយមកទូទាត់បញ្ជីមែនតើភីលីងជួយខ្ញុំផងជួយផងភីលីងអូនស្រីមិនមែនថាទុកឲ្យបងជាអ្នកចាត់ការទេអីមិនក៏ប្អូនមកដល់ផ្ទាល់អញ្ចឹងតាមពិតគឺអញ្ចឹងសោះភីលីងអាម្នាក់ភីលីងហ្នឹងយើងលែងវាទៅល្អជាងបងស្រីហេតុអ្វីបានជានិយាយបែបនេះមនុស្សគ្មានក្នុងបង្អែកដូចពួកយើងរឿងតិចប្រសើរជាងរឿងច្រើនបងនិយាយត្រូវហើយមកពីបងមិនល្អបងវាអសមត្ថភាពពេកបានហើយអញ្ចឹងរឿងនេះទុកឲ្យបងចាត់ការចុះបងប្រុសកុំអើខ្វល់ពីរឿងភីលីងអីប្រាក់ពិន័យនៅសាលាវិន័យខ្ញុំនៅមិនទាន់បានបងនៅឡើយទេងប់ហើយធ្វើមិនទៅនឹងខ្ញុំក៏អស់លុយដែរមានតែប៉ុណ្្នឹងឯងចុះខ្ញុំវិញមានលុយហើយបងស្រីជួយពួកខ្ញុំផងណាបងប្រុសបងល្អណាស់ពិតជាបងប្អូននឹងគ្នាមែនតើប្រកាសហើយពួកយើងធំឡើងជាមួយគ្នាមិនដែលបែកគ្នាទេសូម្បីតែពេលយប់ក៏គេងអប់គ្នាដែរណាគេងអប់គ្នាឯងនិយាយឈ្មោះស្អីហ្នឹងឯងនៅជំរាក់ខ្ញុំម្ដងទៀតចង់បោកមែនទេតាមពិតទៅនិយាយតាមត្រង់ទៅពួកយើងទាំងពីរនាក់កំព្រាឪពុកម្ដាយតាំងពីតូចអញ្ចឹងហើយបានជាទំនាក់ទំនងនេះវាមានភាពស្មុគស្មាញបន្តិចឯងថានរណាកំព្រាឪពុកម្ដាយហ្នឹងស្មុគស្មាញប៉ុណ្ណាទៅសរសេររួចហើយគឺស្មុគស្មាញបែបហ្នឹងឯងបងប្រុសពួកយើងត្រឡប់ទៅផ្ទះវិញទៅគ្រូសាស្ត្រត្រកូលសិនបានរៀបចំគ្រប់យ៉ាងសម្រាប់បងហើយគឺរឿងក្តីភាពកម្មដ៏ក្តៅពុកបំផុតឃើញទេគឺស្មុគស្មាញបែបហ្នឹងឯងអញ្ចឹងពួកយើងចាំលេងជាមួយគ្នាម្ដងបន្តិចពិតជាខូចសើថមែនឆាប់ចេញទៅឲ្យឆ្ងាយទៅចោលខ្ញុំមិនរួចទេរត់លេងរួចហើយឯងស្គាល់ម្នាក់នោះមែនទេឯងមិនស្គាល់ទេអីគេគឺជាបងប្រុសបង្កើតរបស់មនុស្សដែលឯងបានសម្រាប់ឈ្មោះថាម៉ៅឆឹងយ៉ាងជាអ្នកក្បត់ម្ចាស់នៃខ្សែស្រឡាយចៅឈួនចុះបើទីគាត់ជាមួយយើងវិញយ៉ាងម៉េចដែរយើងឡើងបុនសាក់បានក៏ដោយសារតែសេងថេស្លៃដែរគេហៅគាត់ថាជាមេក្រុមដែលខ្សោយបំផុតចំណែកមីអូឆេងយើងវិញគឺប្រាសមត្ថភាពពិតរបស់ខ្លួនឯងដើម្បីឡើងមកដល់ចំណុចនេះតើសេងយើងអាចយកមកប្រៀបជាមួយគាត់បានយ៉ាងម៉េចទៅមិនឆ្ងល់ទេថាហេតុអ្វីបានជាមីអូឆេងយើងមានអំណាចខ្លាំងម្ល៉េះសេងថេស្លៃនិងសេងថេស្យ៉ាវក្នុងបកយើងមានសេងថេស្តែពីរនាក់ទេហើយអ្នកទាំងពីរហ្នឹងគឺមិនត្រូវគ្នាដូចទឹកនឹងភ្លើងអញ្ចឹងឯងមិនស្គាល់សេងថេស្លៃទេអីគឺម្នាក់ដែលជួយឯងកាលពីថ្ងៃមុនហ្នឹងណាអូតាមពិតសេងថេស្នឹងត្រកូលឡៃសោះកុំមកចង់បដូររឿងអីរឿងដែលឯងបានសន្យាជាមួយខ្ញុំមិញហ្នឹងខ្ញុំពីឡំនិយាយម៉ាត់ណាគឺម៉ាត់នឹងហើយអូយមីអូឆេងយើងលីវមិនខ្វាញ់មកទីនេះភីលីអាមនោះថោកទៀតអ្នកណាគេហ្នឹងសិស្សប្អូនគឺបងទេបងរកបានអស្ចារ្យមកខ្លះក៏យកមកឲ្យអូនសិស្សច្បងលើកក្រោយមិនបាច់យកមកទៀតទេណា
សិស្សប្អូននៅខឹងបងរឿងអាម្នាក់នោះមែនទេ មិនមែនអញ្ចឹងទេយប់ហើយសិស្សច្បងត្រឡប់ទៅវិញទៅ សិស្សប្អូនច្រើនឆ្នាំមកនេះអូននៅមិនយល់ពីចិត្តបងទៀតមែនទេបងស្រឡាញ់អូនពិតមែនណា សិស្សច្បងឆាប់ចេញទៅវិញទៅ បងនឹងមើលថែអូនឲ្យបានល្អពីលី លេងខ្ញុំទៅលេងខ្ញុំភ្លាម ឲ្យលើកនេះទៅផ្ទះមិនរួចទេនៅត្រូវលីឆ្នាំទៀតអាបាក់ចង្រៃនេះឲ្យតម្លៃតែលើធំញ៉ាំហ្នឹងបើមិនកើតទេរកលុយខ្លះជួនអ្នកខ្លាំងមកការពារវិញល្អជាងប្រព័ន្ធចាប់ផ្ដើមលីឆ្នាំ បានជ្រើសរើសរូបមន្តល្អបំផុតគឺឆ្នាំពង្រឹងឆ្អឹងចាប់ផ្ដើមលីឆ្នាំ មិនក៏មិនទាន់ចាប់ផ្ដើមទៀត ប្រព័ន្ធរកមិនឃើញឆ្នាំងលីឆ្នាំទេកំពុងស្វែងរកទីតាំង ឆ្នាំងនៅមុខនឹងតើស្វែងរកស្អីទៀតហ៎អញធ្វើឲ្យខ្ញុំភ័យស្លន់ស្លោហើយអញចង់សម្លាប់ខ្ញុំមែនទេអូយសុំទោសដែលរំខាន អញរកឃើញឆ្នាំងអស់ហើយចាប់ផ្ដើមសុំឆ្នាំទៅ ហប់អសាទទៅផងចាំបាច់ត្រូវតែប្រើឆ្នាំងអស់នឹងមែនទេយប់ជ្រៅណាស់ហើយអញមកបន្ទប់អូនស្រីរួមគ្រូរបស់ខ្ញុំធ្វើអីអ្នកម្នាងខ្ញុំគ្រាន់តែដើរកាត់ទីនេះទេខ្ញុំសុំឆ្នាំនេះរួចខ្ញុំនឹងទៅវិញហើយ ដើរកាត់ពេលអញដើរកាត់ឋានរកកុំភ្លេចសួរសុខទុក្ខស្ដេចយមរាជផងការសុំឆ្នាំបរាជ័យការសុំឆ្នាំលើកនេះត្រូវបានបញ្ចប់ អាប្រព័ន្ធឆ្កែឈួតស្ទើរតែដាច់ខ្យល់ស្លាប់បាត់ទៅហើយសិស្សប្អូនអញហ៊ានលើកដៃដាក់បងផងអេ ឯងនៅមានមុខមកសួរទៀតអេចាប់ពីពេលនេះទៅយើងទាំងពីរលែងមានជំពាក់ជំពិនគ្នាទៀតហើយ ឯងមានន័យថាម៉េចឬមួយពួកគេមិនមែនកំពុងលួចលាក់មានស្រីមានប្រុសទេការសងសឹកនៅថ្ងៃនេះថ្ងៃក្រោយខ្ញុំនឹងសម្វិញឲ្យគ្រប់ចំនួន ចេញទៅអរគុណបងប្រុសដែលបានជួយ អាមីវម៉ាន់ជួបប្អូនប្រុសអញមានចរិតបែបហ្នឹងមែនទេ បងប្រុសខ្ញុំបានខ្លួនតែឯងតើមានរឿងអី ជប់ពីទៅជួយផងអាមីវម៉ាន់ជូនេះទើបជាភីលីន តាមពិតគឺជាគេសោះចាំសិនចង់ទៅសម្រាប់ភីលេងមែនទេ លោកស្រីបរិសុទ្ធលោកស្រីបរិសុទ្ធលោកស្រីបរិសុទ្ធមើលចុះបងប្រុសគាត់វីខ្ញុំហើយគាត់មិនមែនវីតែខ្ញុំម្នាក់ឯងទេគឺគាត់កំពុងតែវីប្រមាថដល់កិត្តិយសលោកស្រីហើយលោកស្រីបរិសុទ្ធចង់ទៅរកភីលេងវិញមែនទេ ហឹមខ្ញុំចង់ឲ្យអញទៅសម្រាប់វាចោល លោកស្រីចង់មានន័យថាខ្ញុំនឹងមិនក្បត់លោកស្រីឲ្យជាដាច់ខាត ឯងពិតជាលើកតម្កើងខ្លួនឯងពេកហើយចាប់ពីពេលនេះទៅរហូតដល់ចប់ការប្រកួតខ្ញុំនឹងបង្រៀនក្បាច់គុណសម្ងាត់ដល់គេក្នុងអំឡុងពេលនេះឯងហាមប៉ះពាល់គេឲ្យសោះការប្រកួតចប់រឿងនេះហើយអញចង់ធ្វើអីក៏បានដែរខ្ញុំមិនប្រកាន់ទេ លោកស្រីចង់ធ្វើជាថ្មសំលៀងដាវឲ្យគេមែនទេ បើអញ្ចឹងមែនតើមានបញ្ហាអីចាំសម្ដីខ្ញុំឲ្យច្បាស់ ជួយផងកុំមកវិញអីជួយផង ខ្ញុំទៅបដូរសម្លៀកបំពាក់សិន ភ្នែកទាំងគូនេះមិនក៏ដូចជាប្រព័ន្ធឆ្កែអញ្ចឹងគ្រប់គ្រងមិនបានសោះ បើគ្រប់គ្រងមិនបានក៏ខ្វៃវាចេញទៅងាយស្រួលតើ ព្រះនាងទេមិនមែនដូចអ្វីដែលអ្នកគិតនោះទេ ចុះវាជាអ្វីទៅគឺអ្នកវង្វេងនឹងសម្រស់រហូតភ្លេចខ្លួនអស់ហើយ មិននឹងអាចទៅរួចរឿងបែបហ្នឹង សិស្សប្អូនសិស្សប្អូនសិស្សប្អូន អូសិស្សច្បងខ្ញុំមានការរវល់ខ្ញុំសុំទៅមុនហើយ សិស្សប្អូនចាំបន្តិចសិន នេះគឺ អរគុណសិស្សប្អូនណាស់ដែលបានជួយខ្ញុំនៅថ្ងៃនេះឃើញថាសិស្សប្អូនចូលចិត្តទៅរកឆ្នាំនេះខ្ញុំជូនអ្នកចុះ អូអរគុណអញ្ចឹងខ្ញុំសុំទៅសិនហើយលីហើយ ខ្ញុំមិនមែនជាបិសាចផងមិនក៏រត់លឿនម្លេះ
ព្រះនាងមានការអីមែន រកឃើញមូលដ្ឋានគ្រឹះដាវជីហើយកំពុងតែធ្វើការកត់ត្រាទុក មូលដ្ឋានគ្រឹះដាវជី ការកត់ត្រាបានរួចរាល់ពេលសកម្មមកសាំងមូលដ្ឋានគ្រឹះហ៊ានតាវចាប់ផ្ដើមជាផ្លូវការ5ថ្ងៃទៀតនឹងចាប់ផ្ដើមគ្រោះមហន្តរាយវាសនានៃគ្រូទាំង3របស់ហ៊ានតាវ ស្អីគេហ្នឹងកម្រិតវិជាគុណបានឡើងដល់ដំណាក់កាលដំបូងហើយអបអរសាទរដែលសម្រាប់ការហ្វឹកហាត់10ថ្ងៃនឹងបើកបេសកកម្មថ្មី ឬមួយនេះគឺជានេះជាវិធីហ្វឹកហាត់កម្រិតខ្ពស់វាមាន3ដំណាក់កាលគ្រូជីវិតគ្រូផ្លូវចិត្តនិងគ្រូបេសាចត្រូវឆ្លងកាត់រន្ទះ3លើកឈ្នះចិត្តខ្លួនឯងនិងសម្រាប់បេសាចក្នុងខ្លួនរាល់ពេលឆ្លងផុតមួយដំណាក់កាលកម្លាំងនឹងកើតឡើងបើឆ្លងផុតទាំង3ដំណាក់កាលនេះអ្នកនឹងអាចយកឈ្នះមីយ៉ូឆេងយ៉ាងបានយ៉ាងងាយឯងដឹងអស់ហើយតាអញសម្រាប់អូនប្រកេគេមិនលើកលែងឲ្យឯងឡើយ3ថ្ងៃទៀតមានការប្រកួតរង្វាន់លេខ1គឺឆ្នាំ Jupo ដែលជួយអ្នកឲ្យឆ្លងផុតគ្រូបេសាចដ៏ពិបាកបំផុតក្នុងអំឡុងពេលនេះមីយ៉ូឆេងយ៉ាងនឹងមិនធ្វើអ្វីអ្នកឡើយលោកគូយកជីវិតមក អញ្ចឹងទៅងប់ទៅចាំទុកគ្រូកាយទាំង3នេះពិបាកណាស់បើអញឆ្លងផុតឯងនឹងខ្លាំងគ្មានគូប្រៀបថែមទាំងអាចឈានដល់កម្រិតកម្ពូលបានទៀតផងតែបើមិនបានសម្រេចទេឯងនឹងត្រូវស្លាប់បាត់បង់រូបរាងជាមិនខាននេះគឺជាដាវវិញ្ញាណប្រើបានតែម្ដងគត់វានឹងជួយសង្គ្រោះជីវិតឯងនៅពេលអាសន្ន អរគុណលោកសេម្ចាស់មិនដឹងថាអាចប្រើប្រព័ន្ធដើម្បីឆ្លងគ្រូកាយនេះបានអត់ទេ ពេលថ្ងៃទៀតប្រព័ន្ធនឹងបញ្ជូនរន្ទះទាំង3នៃគ្រូកាយមកឲ្យឯងដោយសារប្រវត្តិសូមម្ចាស់ត្រៀមខ្លួនទទួលឲ្យបានទាន់ពេលវេលា អ្នកស្អីគេស្មានតែខ្លួនឯងជាអ្នកដឹកជញ្ជូនអីមែនដាវនឹងមនុស្សរួមគ្នាជាតែមួយការពីតំណែងបានសម្រេចហើយក្រោយហើយពិជិតមកនំមិនកម្រិតដល់កម្ពុជាគេរឹងដូចនំដែកអញ្ចឹង5ប្រកួតជាប់គ្នាគ្មានអ្នកណាធ្វើឲ្យគេកម្រិតបានមួយជំហានឡើយបើគ្មានកម្លាំងដល់កម្រិតកម្ពុជាទេគ្មានអ្នកណាអាចធ្វើឲ្យគេរបួសបានឡើយមើលទៅតំណែងកម្ពុជាទាំង10របស់គេគឺច្បាស់ជាបានហើយខ្ញុំធ្លាប់និយាយហើយថាមកតនពេលល្មមសិស្សក្រៅសាលាភីលីងមកសុំប្រកួតទើបតែដល់កម្រិតដំបងសោះមកចង់សាកជាមួយយើងមែនទេមិនស្គាល់មកព្រោះទេតើភីលីងជាអ្នកណាមកពីណាដែរគ្រាន់តែជាក្មេងកម្រិតដំបងសោះហ៊ានមកប្រកួតលើសង្វៀននេះដែរគិតអីហ្នឹងកុំខ្វល់ថាគេគិតអីសំខាន់គេមកដើម្បីឲ្យយើងឈ្នះលុយតើសង្វៀនមើលបុប្ផាគូទី6បើអ្នកការពីឈ្នះ1សង10បើអ្នកប្រកួតឈ្នះ10សង1ខ្ញុំចាក់អ្នកការពី1000ឈ្មោះវិញ្ញាណខ្ញុំក៏ចាក់អ្នកការពីដែរ3000ឈ្មោះវិញ្ញាណចំណេញហើយមិនជាបាក់បិសាចមែនសូម្បីតែការប្រយុទ្ធក៏មិនលើកលែងឈាបបើកភ្នាល់យកវិញ្ញាណទៀត ការប្រកួតចាប់ផ្ដើមក្បាច់ដាវពិឃាតអូក្មេងម្នាក់នេះមិនធម្មតាទេតើគ្មានរបួសសំបីតែបន្តិចក្បាច់ដាវល្អតែមនុស្សវិញមិនកើតទេអាម្នាក់នេះពិតជាសម្រាប់មែនលើកនេះខ្ញុំឈ្នះលុយទៀតហើយឆាប់ចុះចាញ់ទៅប្រញាប់ឡើងចង់មើលវគ្គក្រោយទៀតចម្រៃមែនខ្ញុំចាក់តិចពេកដឹងអញ្ចឹងខ្ញុំចាក់ទាំងសត្វលារបស់ខ្ញុំបាត់ហើយ គឺគាត់ កុំឈប់អីបន្តអីក្នុងឲ្យខ្ញុំទៀតមកអាប៊ូហេតុអីអញសើម្លេះបើគ្មានកម្លាំងដល់កម្រិតកម្ពុជាទេកុំសង្ឃឹមថាអាចវិទ្យុការការពាររបស់ខ្ញុំបានឲ្យសោះហេឆាប់ចុះចាញ់ឲ្យអូក្បាលចេញទៅការប្រកួតប្រជែងនឹងការការពារតំណែងបានសម្រេចនឹងទទួលបាន2ពិន្ទុរៀងខ្លួនបើចាញ់នឹងត្រូវដក10ពិន្ទុបើបោះបង់ច្បាស់ជាអស់សង្ឃឹមនឹងបានលេខ1ហើយដល់ពេលហើយមើលទៅកុំប្រញាប់អីសម្រាប់សិនទៅតើគេចង់លេងល្បិចអីគេហ្នឹងព្រះនាងខ្ញុំមើលទៅគេគ្រាន់តែជាមនុស្សអន់ម្នាក់ប៉ុណ្ណោះទឹកទី1ក៏ចាញ់បាត់ទៅហើយព្រះនាងគួរតែរកអ្នកផ្សេងមកបង្វឹកវិញល្អជាងតើខ្ញុំអនុញ្ញាតឲ្យឯងនិយាយពីពេលណារឿងមើលមនុស្សវិញខ្ញុំថាភ្នែកអ្នកឯងប្រហែលជាខ្វាក់ហើយមើលទៅនៅមិនព្រមចុះចាញ់ទៀតចង់ពន្យាពេលដល់ណាទៀតហ្នឹងទៅគ្រូកម្មវាសនាពលលន់ដេសាកំពុងតែមកដល់ហើយសូមម្ចាស់ត្រៀមខ្លួនទទួលអូនេះមិនមែនជាហាងសៀវជាងទេអីមានឆ្នាំទឹកមកលុបទៀតហើយមែនទេថាកែថ្ងៃនេះខ្ញុំមកគឺមានរឿងចង់ពំពាក់តើនៅទីនេះមានមន្តអាគមណាដែលអាចជិះផុតពីគ្រោះរន្ទះបានដែរទេមានតែចាំបន្តិចណាណែ
វិជាគុណមួយនេះគឺមិនសូវមានប្រយោជន៍ប៉ុន្មានទេវាត្រូវការកម្លាំងចិត្តខ្លាំងណាស់ដើម្បីហាត់វាតែបើហាត់ជោគជ័យហើយវាមិនអាចវាយប្រហារបានទេគឺបានត្រឹមតែជាគ្រូរន្ទះប៉ុណ្ណោះនេះហើយជាអ្វីដែលខ្ញុំចង់បានចេញទៅអ្នកបន្ទាប់ប្រព័ន្ធចាប់ផ្ដើមហាត់វិជាការពាររន្ទះទៀតទីងវិជាការពាររន្ទះចាប់ផ្ដើមហាត់ហើយទីងប្រព័ន្ធជូនដំបងការពាររន្ទះមួយដោយឥតគិតថ្លៃស្អីគេដំបងការពាររន្ទះស្អីទៅធ្វើចុះថាម្នាក់នោះចង់បោះបង្ហើយយ៉ាងហោចណាស់ក៏វាដឹងខ្លួនដែរសម្រាប់បែបហ្នឹងមិននឹងអាចប្រឡងជាប់ទៅសួរឲ្យស្រានេះឆ្ងាញ់ណាស់ផឹកឲ្យច្រើនបន្តិចទៅខ្ញុំចំណេញបាត់ហើយមិនក៏មានអារម្មណ៍ថារន្ទះនេះចម្លែកម្ល៉េះគាត់ធ្វើអីមិនមែនរន្ទះចេះតែបាញ់មនុស្សទេផ្ដាសាយណាព្រះនាងយើងទៅវិញទៅគេបោះបង្ហើយមិនមែនទេនេះមិនមែនជារន្ទះធម្មតាទេគឺជាគ្រូរន្ទះគ្រូរន្ទះឬមួយក៏គេចង់ឆ្លងកាត់គ្រូរន្ទះក្នុងពេលប្រកួតនេះអាប្អូនចិត្តអស់ពេលហើយឯងចាញ់មិនខានទេមិនក៏ខ្ញុំមានអារម្មណ៍ថាគ្រោះថ្នាក់នៅចំពោះមុខទៅវិញពួកយើងប្រយុទ្ធគ្នាយូរណាស់ហើយឯងនៅមិនទាន់ដឹងខ្លួនទៀតមែនទេហាតើនរណាឲ្យសេចក្តីក្លាហានដល់អាម្នាក់នេះឲ្យមកពួតអេងអាងបែបនេះឬមួយក៏ការប្រកួតនេះធ្វើឲ្យវាបែកពួកអស់ហើយសមត្ថភាពអន់ហើយនៅមិនស្គាល់ខ្លួនឯងទៀតមិនក៏មានមនុស្សល្ងងដល់ថ្នាក់ហ្នឹងមិនដឹងថាអនុភាពរន្ទះនេះខ្លាំងប៉ុណ្ណាទេទីបំផុតចិត្តចប់ហើយទុកឲ្យជាប់មកហើយនេះជាស្អីហ្នឹងfeeling សម្រាប់ទៅនេះជាគ្រូធម្មជាតិទេមិនអាចបន្ទោសអ្នកណាបានឡើយប្រពន្ធសម្លាញ់សំណាងក៏ជាផ្នែកមួយនៃសមត្ថភាពដែរសំណាងក៏ជាផ្នែកមួយនៃសមត្ថភាពដែរអ្នកណាហ៊ានភ្នាល់ដាក់លុយមកកុំមើលមកខ្ញុំអីហ៊ានភ្នាល់ត្រូវហ៊ានចាញ់វាមិនមែនជាកំហុសរបស់ខ្ញុំទេការប្រកួតបន្តទៀតអូវាចេញទៅចាក់មក feeling ឡើងសង្វៀនបើឈ្នះ1សង5បើចាញ់5សង1ប្រញាប់ចាក់មកដាក់ឲ្យមិនអាចដកវិញទេខ្ញុំចាក់ថាវាចាញ់ 8000 លុយខ្ញុំចាក់ថាវាចាញ់ 8321 ដងខ្ញុំក៏ចាក់ដែរ3ដងល្អនៅមានអ្នកចង់ចាក់ទៀតទេខ្ញុំចាក់ពីលីងឈ្នះ 5000 លុយសិស្សច្បងជីនស្រីម្នាក់នេះមើលទៅស្អាតគួរសម្ដែងតែខួរក្បាលប្រហែលជាមានបញ្ហាហើយបានជាហ៊ានភ្នាល់លើគេបែបនេះស៊ូកុំនិយាយផ្ដេសផ្ដាសគាត់គឺជាអ្នកផ្សំថ្នាំដ៏ពូកែប្រចាំសាលាខាងក្រៅសិស្សច្បងជីននឹងណាសិស្សច្បងជីនដែលអាចផ្សំថ្នាំកម្រិតខ្ពស់ម្នាក់នោះមែនទេចុះហេតុអីគាត់ភ្នាល់លើអាម្នាក់អន់នឹងទៅវិញសិស្សច្បងជីនតាមពិតខ្ញុំមិនគួរនិយាយទេតែថ្នាំដែលបងស្រីផ្សំធ្លាប់ជួយជីវិតខ្ញុំម្ដងនិយាយតាមត្រង់ទៅអាម្នាក់នេះគ្មានសង្ឃឹមឈ្នះទេបងស្រីមិនអីទេភ្នាល់លើគេទៅនេះអូយបាត់តាមនឹងចុះនឹកស្មានមិនដល់ថាឯងសំណាងឈ្នះសោះតែសំណាងឯងអស់ត្រឹមនឹងហើយឯងប្រកាសថាវាជាសំណាងមែនហ៎ឬមួយឯងចង់ឲ្យយើងទៅរន្ទះបាញ់ដែរឯងស្មានថារន្ទះនឹងជារបស់ផ្ទះឯងមែនទេការប្រកួតចាប់ផ្ដើមអាប្អូនឯងស្លាប់ទៅមិនក៏អាចទៅរួចនាគខ្មៅទៅអាប្អូននេះសំណាងអីក៏សំណាងម្លេះមិនអាចទៅរួចទេមិនក៏វាហួសហេតុដល់ថ្នាក់ហ្នឹងតាមពិតគេបានហាត់វិជាការពាររន្ទះសោះមិនចម្លែកទេតែមិនត្រូវទេវិជាការពាររន្ទះនេះត្រូវហាត់យ៉ាងតិច3ឆ្នាំចុះមិនក៏គេហាត់បានលឿនម្លេះមិនអាចទេរន្ទះបាញ់មកទៀតហើយហេតុអីក៏រន្ទះមិនបាញ់គេហេតុអីទៅចប់ហើយរលីអស់ហើយចេញរបស់ហើយសំណាងក៏ជាផ្នែកមួយនៃសមត្ថភាពដែរឈិនជឿអាំងអតិរឆាណាហ៊ានមកអុកលុកនៅទីនេះចាំមើលថាអ្នកណាហ៊ានប៉ះក្មួយរបស់អញទៅងាប់ទៅអូវាចេញទៅបិទមាត់អញទៅបងប្រុសយើងគ្មានគំនុំនឹងគ្នាទេតើបងចង់ធ្វើអីហ្នឹងគ្មានគំនុំអីខ្ញុំចាក់ឈ្មោះវិញ្ញាណទាំងអស់ថាអញចាញ់តែអញបែរជាមិនចាញ់ទៅវិញខ្ញុំខំប្រឹងហាត់រាប់សិបឆ្នាំមកហើយគ្រាន់តែចង់បានសេចក្តីសុខបន្តិចបន្តួចក៏មិនហ៊ានស្រមៃផងឥឡូវអស់រលីងហើយខ្ញុំមិនជឿថារន្ទះនេះសាហាវដល់ថ្នាក់នឹងទេថ្ងៃនេះខ្ញុំនៅទីនេះហើយបើខ្លាំងវាឲ្យងាប់ទៅបើមិនងាប់ទេខ្ញុំនឹងសម្លាប់ឯងទីងរន្ទះកម្មទី3ចិត្តធ្លាក់ចុះមកហើយសូមម្ចាស់ត្រៀមទទួលបងប្រុសនេះជាអ្វីដែលបងចង់បានទេណាកុំបន្ទោសខ្ញុំឲ្យសោះប្រព័ន្ធហាត់វិជាការពាររន្ទះ
ទីងចាប់ផ្ដើមហាត់វិជាការពីរន្ទះទីងប្រព័ន្ធជួនកាលដូរដំបងសូបរន្ទះមួយដោយឥតគិតថ្លៃ កុំសង្ឃឹមអីខ្ញុំមិនមែនខ្លាចញីនោះទេការប្រកួតក្បាច់គុណលើកទី8អ្នកការពារតំណែងយ៉ានសង3គុណ1អ្នកមកប្រកួតសឹងសង1គុណ3ឥឡូវនេះចាប់ផ្ដើមភ្នាល់បាន 25,000ភ្នាល់ទាំងអស់ជាងជាស៊ូណាខ្ញុំជឿជាក់លើឯង ការប្រកួតចាប់ផ្ដើមអ្នកបម្រើព្រះខ្ញុំមើលទៅ គុំតាមខ្ញុំអីខ្ញុំជឿថាអ្នកដែលខ្ញុំពេញចិត្តអ្នកក៏ជឿជាក់ដែរ អ្នកបម្រើព្រះមួយរយៈនេះមិនក៏អារម្មណ៍ប្រែប្រួលម្លេះមិនមែនមានរន្ទះទី3ទៀតទេដឹងមិនអាចទេអាម្នាក់នឹងឈ្នះដោយសារសំណាងទេចាំមើលវានឹងចាញ់ដោយសារសមត្ថភាពវិញមិនខានសម្លាញ់ឯងចាប់ប្រមាណដែរអស់ពីខ្លួនតែម្ដងគឺ10000ធ្ងន់វិញ្ញាណ